បាទជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនអរគ្នាបាទនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងមកបង្ហាញបងប្អូនអរគ្នាពីរបៀបនៃការបង្រួមកញ្ចប់នៅក្នុង Uploader ដែលវីដេអូរបៀបបង្រួមកញ្ចប់នេះខ្ញុំបានធ្វើពីមុនរួចមកហើយប៉ុន្តែដោយសារតែវាយូរដែរបាទ2ឆ្នាំ3ឆ្នាំមុនហើយអញ្ចឹងឥឡូវនេះគឺខាង Loader នឹងមានការអាប់ដេតមួយចំនួនទៅលើការចុះឈ្មោះកញ្ចប់ក៏ដូចជាការបង្រួមកញ្ចប់អញ្ចឹងរបៀបបង្រួមកញ្ចប់នេះវាគំរូតែមួយដោយវីដេអូពីមុនទេគ្រាន់តែថាកន្លែងខ្លះនៅក្នុង Uploader គឺត្រូវបានកែសម្រួលអក្សរអញ្ចឹងទៅអញ្ចឹងបងប្អូនដែលថ្មីគាត់តាមអត់ទាន់ទេអញ្ចឹងបងប្អូនដែលចាស់គឺគាត់អាចតាមបាទសម្រាប់ការបង្រួមកញ្ចប់នេះជាទូទៅបើសិនជាបងប្អូនទិញនៅក្នុងហាងតែមួយហើយបងប្អូនទិញច្រើនមុខនៅពេលដែលបងប្អូនទិញច្រើនមុខបងប្អូនរើសវាដាក់កត្រកទៅហើយនៅក្នុងហាងតែមួយហ្នឹងពេលដែលបង select ទិញរួមគ្នាគឺអ្នកលក់គាត់នឹងវិចខ្ចប់ចូលគ្នាឲ្យយើងតែម្ដងប៉ុន្តែដែលឡែកបើសិនជាករណីបងប្អូនទិញពីហាងផ្សេងគ្នាអញ្ចឹងសម្រាប់ការវិចខ្ចប់មកតំណែងហ្នឹងគឺផ្សេងគ្នាទោះជាបងប្អូនបញ្ជាទិញវារួមគ្នាក្នុងពេលតែមួយក៏ដោយសារតែទីតាំងហាងរបស់គេគឺនៅផ្សេងគ្នាអញ្ចឹងគេអាចខ្ចប់ចូលគ្នាយើងបានទេអញ្ចឹងតើតែបងប្អូនមកធ្វើការបង្រួមកញ្ចប់នៅក្នុងក្រុមហ៊ុនដឹងជូនវិញអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងដឹកតាម Loader យើងបង្រួមកញ្ចប់នៅក្នុង App Loader សម្រាប់បងប្អូនដែលចង់បង្រួមកញ្ចប់ជាមួយក្រុមហ៊ុនផ្សេងបងប្អូនអាចតាក់ទងសួរខាងក្រុមហ៊ុនដឹងជូនផ្សេងទៅឥឡូវកុំឲ្យខាតពេលយូរខ្ញុំនឹងចូលទៅបង្ហាញពីរបៀបនៃការធ្វើម៉េចដើម្បីបង្រួមកញ្ចប់បាននៅក្នុង App Loader ជាដំបូងបងប្អូនចាំបាច់ត្រូវតែចូលទៅយកលេខ tracking number នៅក្នុង app ដែលបងប្អូនបានទិញដូចជា Alibaba, Pinduoduo, Taobao ឬមួយក៏1688អញ្ចឹងទៅយើងយកលេខ tracking number ទាំងអស់នៅតំណែងដែលយើងទិញហ្នឹងយកទៅចុះឈ្មោះនៅក្នុង App Loader អញ្ចឹងឧទាហរណ៍នៅក្នុងនេះខ្ញុំបង្ហាញពីការយក tracking number នៅក្នុង Taobao យើងចុចទៅលើ Taobao មួយរួចបងប្អូនចុចទៅលើចំណុចមូលខាងស្ដាំដៃខាងក្រោមបន្តមកទៀតសម្រាប់លេខ tracking number តំណែងដែលយើងអាច copy បានលោកត្រាតែវា load ចូលដល់រូបឡាននេះសិនណាអញ្ចឹងនៅពេលដែលយើងទិញតំណែងថ្មីភ្លាមជាធម្មតាគឺវា load នៅប្រអប់ទី2នេះគឺប្រអប់ to ship អញ្ចឹងគឺបងប្អូនអត់ទាន់អាចយកលេខ tracking number បានទេតើតែវា load ចូលដល់ក្នុងរូបឡាននេះសិនអញ្ចឹងយើងធ្វើម៉េចចូលទៅ copy ឲ្យទាន់មុននឹងតំណែងហ្នឹងទៅដល់ឃ្លាំងបើករណីថាវាចូលដល់រូបឡាន5ថ្ងៃមួយអាទិត្យឲ្យហើយអាចនឹងវាដល់ឃ្លាំងហើយអញ្ចឹងបងប្អូនចង់ copy វាយកទៅចុះឈ្មោះនៅក្នុង App Loader ក៏បានដែរអញ្ចឹងឧទាហរណ៍តំណែងនៅក្នុងនេះគឺមានចំនួន3នៅក្នុងហ្នឹងអញ្ចឹងខ្ញុំចុចទៅលើនឹងមួយបន្តមកទៀតនេះសុទ្ធតែជាតំណែងដែលខ្ញុំបានទិញពីមុនអញ្ចឹងសម្រាប់តំណែងនេះពេលដែលយើងចុចចូលមកហើយបងប្អូនចុចទៅលើអក្សរកណ្ដាលនេះបាទឬមួយក៏អក្សរ4តួអក្សរចិនបងប្អូនមើលដូចគ្នានឹងមកឬមួយក៏បើសិនជាភាសាអង់គ្លេសវាចេញពាក្យថា track order អញ្ចឹងយើងចុចលើពាក្យហ្នឹងមួយមកបាទរួចគឺវានឹងបង្ហាញលេខ tracking number នៅលើនេះតែម្ដងបាទនៅជួរខាងលើនេះជាលេខ tracking number អញ្ចឹងយើងអូសចុះក្រោមបន្តិចមកឲ្យផ្ទាំងនឹងចុះក្រោមគឺយើងនឹងឃើញផែនទីអញ្ចឹងដូចជានៅក្នុងនេះគឺគេបង្ហាញថាតំណែងនេះទៅដល់ឃ្លាំងអញ្ចឹងគេបង្ហាញថាតំណែងនេះគឺបានទៅដល់ឃ្លាំងហើយព្រោះវាចេញ text អញ្ចឹងករណីនេះគឺយើងអាចចុះឈ្មោះតំណែងនឹងបានទេតើតែតំណែងនឹងអត់តន់ដល់ឃ្លាំងបាទយើងអាច copy tracking number យកទៅចុះឈ្មោះនៅក្នុង App Loader ដើម្បីបង្រួមកញ្ចប់វាបានអញ្ចឹងខ្ញុំឧទាហរណ៍តំណែងផ្សេងសិនបាទដែលតំណែងនេះគឺខ្ញុំអត់បានទិញដឹកតាម Loader ទេប៉ុន្តែខ្ញុំគ្រាន់តែធ្វើជាឧទាហរណ៍ណាបាទអញ្ចឹងយើងឃើញលេខ tracking number វាហើយយើង copy ចុចលើពាក្យនេះមកដើម្បីយកទៅចុះឈ្មោះនៅក្នុង App Loader យើងចុចទៅបើក App Loader របស់យើងមករួចយើងចុចពាក្យថាដឹងជូនអន្តរជាតិបាទរួចបងប្អូនចូលទៅពាក្យកន្លែងថាការដឹងជូនអន្តរជាតិមួយទៀតបាទអញ្ចឹងនៅក្នុងនេះគឺមានការចុះឈ្មោះតាមប្រទេសផ្សេងដែលខាង Loader គេមានដឹកជញ្ជូនណាអញ្ចឹងគឺយើងដឹងជូនពីចិនយើងយកខាងលើបាទចុចពាក្យថាផ្ញើសម្បត្តិកន្លែងប្រទេសចិនហ្នឹងបាទរួចកន្លែងនេះគឺយើងយកការដឹងជូនតាមផ្លូវគោកធម្មតាយើងអូសទៅក្រោមកន្លែងនេះគឺយើងផាសលេខ tracking number មិញមកបាទចុចវាជាប់ទៅវាចេញផាសយើងចុចផាសវាមកតទៅទៀតយើងចុចពាក្យថាឈ្មោះតំណែងអញ្ចឹងយើងសរសេរឈ្មោះតំណែងរបស់យើងជាភាសាខ្មែរក៏បានភាសាអង់គ្លេសក៏បានដែរកន្លែងនេះអូខេបាទរួចកន្លែងបរិមាណនេះយើងដាក់តាមនឹងមក
ហើយកន្លែងកំណត់សម្គាល់នេះយើងសរសេរឈ្មោះតំណែងយើងម្ដងទៀតក៏បានដែររួចយើងចុចពាក្យថាបន្ថែមអញ្ចឹងកន្លែងនេះសំខាន់ណាស់ពេលច្រើនបងប្អូនយើងគាត់ភ្លេចចុចពាក្យថាបន្ថែមហ្នឹងដល់ពេលគាត់ចុចទៅដល់កន្លែងដាក់ស្នាដាក់អត់បានទេអញ្ចឹងយើងចុចពាក្យហ្នឹងមួយសិនបន្តមកទៀតយើងចូលទៅ copy លេខ tracking number តំណែងផ្សេងទៀតដែលយើងចង់ប្រូវាហ្នឹងឧទាហរណ៍ថាតំណែងផ្សេងបាទយើង back ទៅក្រោយអស់ទៅឧទាហរណ៍តំណែងមួយនេះគេយើង copy វាមករបៀបដូចគ្នាគឺយើងយកមកផាសអញ្ចឹងហើយយើងដាក់ឈ្មោះតំណែងអីចឹងទៅនេះខ្ញុំឧទាហរណ៍ទេបាទបន្តមកទៀតយើងចុចពាក្យថាបន្ថែមមួយទៀតគេអញ្ចឹងយើងបានតំណែងពីរមុខហើយដែលយើងបានចុះឈ្មោះវាបន្តមកទៀតនៅកន្លែងនេះបើបងប្អូនចង់ចុះឈ្មោះកញ្ចប់មិនបាច់ចាំចុះឈ្មោះរួមអញ្ចឹងក៏បានដែរព្រោះតំណែងខ្លះនៅពេលដែលយើងទិញពីហាងផ្សេងគ្នាមកជួនកាលគេដាក់ដឹងជូនហាងមួយគេដាក់មុនហាងមួយទៀតគេដាក់ក្រោយអញ្ចឹងយើង copy វាម្ដងមួយក៏បានដែរអត់អីទេមួយថ្ងៃពីរថ្ងៃក្រោយចាំយើងចុះឈ្មោះមកកញ្ចប់ទៀតក៏បានដែរនៅពេលដែលតំណែងនឹងចូលដល់រូបឡានសិនណាបាទបន្តមកទៀតយើងអូសទៅក្រោមអានេះខ្ញុំឧទាហរណ៍ពីកញ្ចប់ណាកន្លែងនេះយើងរើសឃ្លាំងដឹងជូនដែលនៅចិត្តយើងដាក់ចង់ដាក់ទៅទីតាំងឃ្លាំងមួយណាដែលនៅចិត្តយើងជ្រើសរើសវាមកបន្តមកទៀតកន្លែងនេះគឺសំខាន់ណាស់អញ្ចឹងកន្លែងពាក្យថាដល់ភ្លាមដឹកចេញភ្លាមនេះមានន័យថាបើតំណែងនឹងទៅដល់ឃ្លាំងភ្លាមតំណែងពីរមុខនឹងទៅដល់ឃ្លាំងភ្លាមមួយណាក៏ដោយគឺគេនឹងដឹកចេញមកមុនប៉ុន្តែបើសិនជាយើងចង់បរួមកញ្ចប់យើងចាំបាច់ត្រូវតែថិចយកខាងក្រោមនេះពាក្យថាកំពុងរងចាំបញ្ជូនបញ្ចូលគ្នាបាទសម្រាប់ការរងចាំបញ្ជូនបញ្ចូលគ្នានេះគឺគេរងចាំបាន3ថ្ងៃដើម្បីបង្រួមកញ្ចប់អញ្ចឹងមានន័យថាម៉េចមានន័យថាបើសិនជាកញ្ចប់ទី1នេះទៅដល់មុនរយៈពេល3ថ្ងៃហើយបើកញ្ចប់ទី2ទី3ផ្សេងទៀតអត់ទាន់ទៅដល់ទាន់គ្នាទេគឺគេនឹងបញ្ជូនមកមុនហើយគេចាំបានតែ3ថ្ងៃទេព្រោះកាលណាចាំយូរពេកគឺនឹងធ្វើឲ្យស្ទះឲ្យបាននៅឃ្លាំងគេច្រើនអញ្ចឹងគេចាំតែ3ថ្ងៃទេបើសិនជាអត់មានតំណែងណាមកដល់ឃ្លាំងឬមួយក៏យើងដល់ឃ្លាំងទាំងពីរកញ្ចប់ហើយប៉ុន្តែយើងអត់ចាប់អារម្មណ៍យើងភ្លេចអីចឹងទៅអត់បានចុចបរូមវាម្ដងទៀតគឺគេនឹងដឹកចេញមកមុនម្ដងមកកញ្ចប់ដូចគ្នាណាចឹងអានេះគ្រាន់តែជាវគ្គទី1នៃការបរួមកញ្ចប់យើងស្នើឲ្យគេចាំបាន3ថ្ងៃនៅឃ្លាំងបន្ទាប់ពីហ្នឹងយើងអូសចុះក្រោមយើងថិចកន្លែងនេះហើយយើងដាក់ស្នើប៉ុណ្ណឹងមិនទាន់ចប់ទេអញ្ចឹងវាចេញពាក្យថាកំពុងរងចាំការផ្ទុកអញ្ចឹងសម្រាប់តំណែងដែលកំពុងរងចាំការផ្ទុកនេះរយៈពេលខ្ទង់2ទៅ3ថ្ងៃឬក៏ហាងខ្លះ4 5ថ្ងៃអីចឹងទៅបានដឹកដល់ឃ្លាំងនៅពេលដែលវាដល់ឃ្លាំងហើយគឺវានឹងចេញពាក្យនេះពាក្យថាឃ្លាំងអញ្ចឹងមានន័យថាតំណែងហ្នឹងគឺកំពុងតែនៅឃ្លាំងនៅប្រទេសចិនអត់ទាន់ដឹកចេញមកខ្មែរទេអញ្ចឹងឧទាហរណ៍តំណែងមួយនេះគឺចូលឃ្លាំងតាំងថ្ងៃទី29ខែ11 2025អញ្ចឹងមកដល់ថ្ងៃនេះគឺថ្ងៃទី1ខែ12ហើយអញ្ចឹងរាប់ទៅវាបាន3ថ្ងៃហើយបើករណីស្អែកអត់មានតំណែងណាមកផ្សេងឬមួយក៏យើងអត់បានចុចបរួមទេតំណែងមួយហ្នឹងដឹកចេញមកមុនហើយអត់ចាំបរួមមកយើងទេអញ្ចឹងវគ្គទី2នេះយើងរងចាំប្រហែលជា2-3ថ្ងៃយើងអាសាចូលមើលវាទៅបើសិនជាវាចេញពាក្យថាឃ្លាំងគ្រប់តំណែងឬមួយក៏បាន2-3មុខតំណែងក៏ដោយសំខាន់យើងមើលតំណែងណាដែលចូលឃ្លាំងមុនគេយើងរាប់ថ្ងៃទៅអញ្ចឹងតំណែងមួយនេះរហូតមកដល់ថ្ងៃនេះគឺវា3ថ្ងៃហើយអញ្ចឹងបើស្អែកអត់មានតំណែងណាមកតាន់ទេឬមួយក៏យើងអត់បានចុចបរួមវាទេគឺស្អែកគេនឹងដឹកចេញមកមុនហើយអញ្ចឹងយើងអត់បានបរួមទេកន្លែងហ្នឹងណាហើយអញ្ចឹងក្នុងនេះឃើញថាវាមាន2ហើយអញ្ចឹងខ្ញុំចង់បរួម2ហ្នឹងអញ្ចឹងយើងចុចទៅលើពាក្យថានឹងត្រូវបានបញ្ចូលគ្នានៅកន្លែងនេះយើងចុចទៅលើវាមួយមកហើយអញ្ចឹងនៅពេលដែលយើងចុចទៅលើវាមួយហើយគឺវានឹងបង្ហាញតំណែងដែលចេញពាក្យកំពុងរងចាំការផ្ទុកនេះគឺយើងអត់ទាន់អាចបរួមបានទេអញ្ចឹងយើងបរួមបានតំណែងដែលនៅក្នុងឃ្លាំងនេះសិនអញ្ចឹងគឺខ្ញុំអាចចាំបានទៀតទេខ្ញុំបរួមពីកញ្ចប់នឹងមកសិនព្រោះតើកាលណាខ្ញុំចាំទៀតអាចនឹងអត់បានបរួមទាំងអស់អញ្ចឹងយើងថិចនៅមុខតំណែងដែលដល់ឃ្លាំងហ្នឹងទាំងពីរហ្នឹងមកបន្តមកទៀតយើងចុចពាក្យថាកញ្ចប់បញ្ចូលគ្នាហើយយើងនៅពេលដែលយើងចុចពាក្យថាកញ្ចប់បញ្ចូលគ្នាហើយវាបាត់ចេញពីកន្លែងហ្នឹងយើងចុចទៅលើពាក្យថាទាំងអស់នេះវិញមកបាទគឺអូសមកក្រោមតិចវានឹងចេញអក្សរពណ៌ខៀវនេះអញ្ចឹងមានន័យថាកញ្ចប់ពីរហ្នឹងគឺបានបញ្ចូលគ្នារួចហើយអញ្ចឹងនៅពេលដែលតំណែងដឹកចេញមកខ្មែរគឺឲ្យបានពីរកញ្ចប់ហ្នឹងគឺគេនឹងរុំស្កុតឬក៏ដាក់នៅក្នុងថង់ឬក្នុងកេះតែមួយឲ្យយើងហើយអញ្ចឹងនៅពេលដែលយើងទូទាត់ថ្លៃដឹកជញ្ជូនក៏យើងទូទាត់តែម្ដងដែរអាហ្នឹងវាអាចនឹងចំណេញថ្លៃដឹកបើសិនជាករណីតំណែងបើយើងទូចបងប្អូនប៉ុន្តែបើករណីតំណែងធំគឺគេអត់ចាំបរួមបានទេទោះបងប្អូនយកពាក្យថា
កំពុងរងចាំបញ្ជូនបញ្ចូលគ្នានឹងក៏ដោយនៅពេលដែលទំនិញនឹងទៅដល់ឃ្លាំងបើគេឃើញទំនិញនឹងទំហំធំឬក៏ទម្ងន់ធ្ងន់គេដឹកចេញមកមុនអូតូតែម្ដងគេអត់ចាំព្រមឲ្យយើងទេអាហ្នឹងសម្រាប់តែកញ្ចប់ទំនិញតូចៗទេណាគេអញ្ចឹងយើងធ្វើការបេកទៅក្រោយវិញទៅយើងរងចាំមើលនៅកន្លែងនេះបើយើងចូលពាក្យខ្ញុំកន្លែងនេះហើយកញ្ចប់របស់ខ្ញុំនេះយើងចុចចូលមើលកន្លែងទំនិញមិញដែលយើងឃើញពាក្យថាចូលឃ្លាំងអញ្ចឹងយើងបែកទៅក្រោយវិញសម្រាប់ការតាមដានទំនិញនៅពេលដល់ឃ្លាំងខ្មែរកន្លែងប្រអប់របស់ខ្ញុំនេះយើងតាមដាននៅកន្លែងហ្នឹងទំនិញមកដល់ឃ្លាំងយើងអាចទូទាត់បានអញ្ចឹងសម្រាប់ការទូទាត់ថ្លៃទំនិញហ្នឹងនៅក្នុង app Loda ខ្ញុំបានបង្ហាញនៅវីដេអូមុនហើយបងប្អូនអាចចូលមើលទៅឃើញមានហើយបងប្អូនដែលមានចង្អល់ផ្សេងៗអាច comment សួរនៅខាងក្រោមវីដេអូបានឬមួយក៏បងប្អូនអាច join ជាក្រុម Telegram ដែលមាន link នៅខាងក្រោម description នៃវីដេអូនេះស្រេចសម្រាប់ការ join ក្រុម Telegram គឺខ្ញុំឆាច់ម្នាក់$1ដើម្បីចូលទៅក្នុងក្រុមហ្នឹងរាល់សំណួរបងប្អូនមានខ្ញុំនឹងដោះស្រាយជូននៅក្នុងក្រុមហ្នឹងតែឡើយសម្រាប់បងប្អូនដែលចង់ចេះទិញឲ្យកាន់តែច្បាស់អាចទិញជាកញ្ចប់មេរៀនក៏បានដែរសម្រាប់តម្លៃកញ្ចប់មេរៀនមួយចេះ$10ខ្ញុំមានជាវីដេអូមេរៀនលម្អិតជូនបងប្អូនតាំងពីដើមដល់ចប់នៅពេលដែលបងប្អូនធ្វើទៅមានបញ្ហាកន្លែងណាខ្ញុំចាំ support ចាំជួយដោះស្រាយបងប្អូនរហូតដល់បងប្អូនចេះទិញអញ្ចឹងបាច់ភ័យថាបាត់អីវ៉ាន់ឬមួយក៏បាច់ភ័យថាចាយលុយទៅហើយអត់បានអីវ៉ាន់ឬមួយក៏ការតាមដានអីផ្សេងៗគឺខ្ញុំចាំ support បងប្អូនទាំងអស់អញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនអរគ្នាជម្រាបលាបាយបាយ